ទ្របគេទ្របយើងក្នុងដំណើរនៃវដ្តសង្សារនេះមិនដឹងថាយើងម្នាក់ជាប់ជំពាក់កម្មជាមួយអ្នកណាខ្លះធ្លាប់ធ្វើបាបធ្វើអាក្រក់ចងពៀជាមួយគ្នាពីជាតិណាមកទេកំហឹងគំនុំស្អប់ចងអាឃាតគ្នាឬបាបកម្មណាមួយសុទ្ធតែនាំឲ្យមានពៀវេរាកំណើតវិលវល់អន្ទូលទៅមកដល់ពេលណាមួយកម្មនោះនឹងវិលមករកអ្នកវិញពេលកម្មចាស់ឲ្យផលអ្នកក៏ត្រូវជួបរឿងមិនល្អព្រាត់ប្រាសឬខាតឡងចុងទៅអ្នកធ្វើបាបកម្មអាក្រក់តែម្ដងទេតែពេលកម្មឲ្យផលមិនមែនឲ្យតែម្ដងទេត្រូវឲ្យការគេថែមទៀតត្រូវទទួលផលកម្មនោះច្រើនដងឬច្រើនជាតិដោយសារចេតនាក្នុងការធ្វើកម្មនោះច្រើនដែរគឺចេតនាមុនពេលធ្វើលោកហៅថាបុព្វចេតនាចេតនាពេលកំពុងធ្វើលោកហៅថាមញ្ញនចេតនានិងចេតនាដែលអ្នកធ្វើឲ្យសប្បាយក្នុងការធ្វើបាបនោះលោកហៅថាអបរចេតនាពេលធ្វើអាក្រក់អ្នកខ្លះសប្បាយណាស់ព្រោះវានាំឲ្យបានទ្រព្យធនបានលៀបបានយសឬឈ្នះគេដោយទង្វើអាក្រក់របស់ខ្លួនតែកុំភ្លេចថាការធ្វើបាបនោះមានឧបមាដូចជាការផឹកទឹកឃ្មុំដែលលាយដោយថ្នាំពិសដូច្នោះឯងឆ្ងាញ់ពីដំបូងតែចុងក្រោយត្រូវពុលស្លាប់យ៉ាងណាមិញទ្របរកដោយការបៀតបៀនអ្នកដទៃជាទ្របក្តៅក្រហាយជាទ្របមានពៀមិនសុខកាយមិនសុខចិត្តឡើយហើយជាប់ពៀវរាវែងឆ្ងាយក្នុងជីវិតបច្ចុប្បន្ននេះផងក្នុងអនាគតជាតិផងបាបកម្មនោះនឹងតាមលងបន្លាចអ្នករហូតដល់ថ្ងៃស្លាប់យើងគ្រប់គ្នាគួរខ្លាចបាបខ្លាចអំពើអាក្រក់មិនគួរចាញ់បោកវាមិនគួរឲ្យវាដឹកមុខហើយទៅប្រព្រឹត្តអាក្រក់ឡើយព្រោះអំពើបាបនោះនឹងនាំទុក្ខមកខ្លួនយើងវិញបាបវានាំឲ្យយើងសប្បាយក្នុងរយៈពេលខ្លីតែត្រូវរងទុក្ខក្នុងរយៈពេលវែងគួរមានស្មារតីប្រឹងរកទ្រព្យដោយសុចរិតមិនបៀតបៀនមិនប៉ះពាល់ទ្រព្យអ្នកណាឡើយបានតិចបានច្រើនជាទ្រព្យត្រជាក់ជាទ្រព្យពរជ័យអ្នករស់នៅដោយសេចក្តីសុខមិនផិតភ័យមិនតក់ស្លុតក្នុងចិត្តឡើយព្រោះគ្មានអំពើបាបមកតាមលងបន្លាចអ្នកនៅសល់បើអ្នកបាត់បង់អ្វីគ្រប់យ៉ាងហោចណាស់អ្នកនៅសល់ជីវិតនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់រស់បន្តថ្ងៃបានលិចបាត់ទៅហើយអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាទៅចុះព្រោះបើអ្នកមិនព្រមក៏វាបានរលត់បាត់ទៅហើយរៀនទទួលស្គាល់ការពិតកំណត់ដឹងថាសង្ខារទាំងឡាយតែងប្រែប្រួលមិនទៀងទាត់ទេអារម្មណ៍ជាអតីតគ្រាន់តែជាស្រមោលវាបានរលត់បាត់ទៅហើយ
អ្វីដែលអ្នកមានក្នុងដៃគឺពេលវេលានៅបច្ចុប្បន្ននេះការសម្រេចចិត្តពេលនេះអាចជួយកំណត់ជោគវាសនាអ្នកនៅថ្ងៃបន្ទាប់បានយកអ្វីដែលអ្នកមានសេសសល់ធ្វើជាមូលដ្ឋានសម្រាប់ដំណើរទៅមុខនាងបដាចាជួបទុកច្រើនឥតគណនាម្ដាយឪពុកបងប្អូនស្វាមីនិងកូនទាំងពីរជាទីស្រឡាញ់បានស្លាប់ទាំងអស់តែនាងនៅអាចងើបឈរហើយបន្តដំណើរទៅមុខទៀតរហូតបានត្រាស់ជាព្រះអរហន្តីជាសាវិកាដ៏ឆ្នើមរបស់ព្រះពុទ្ធជាម្ចាស់អ្នកប្រហែលជាមិនកំសត់ដូចនាងបដាចាទេអ្នកពិតជាអាចងើបមុខឡើងហើយសាងអនាគតថ្មីក្នុងផ្លូវត្រូវផ្លូវបុណ្យកុសលជីវិតអ្នកនឹងបានភ្លឺថ្លាបើអ្នកសម្រេចចិត្តចាប់ផ្ដើមធ្វើល្អពីថ្ងៃនេះតទៅបាបចាស់បុណ្យថ្មីតាមច្បាប់កម្មផលយើងម្នាក់សុទ្ធតែធ្លាប់បានសាងបាបកម្មខ្លះពីអតីតជាតិមកកាលណាដល់ពេលដ៏សមគួរបាបចាស់នឹងឲ្យផលអ្នកក៏ជួបរឿងមិនល្អជួបប្រទះនៅបញ្ហាឬមុខរបរត្រូវខាតបង់ទៅកម្មប្រៀបបានដូចជាស្រមោលអន្ទូលតាមប្រាណតែងជាប់តាមបុគ្គលអ្នកប្រព្រឹត្តនោះទៅក្នុងជាតិកំណើតតទៅទោះបីខំរត់ទៅណាក៏មិនអាចរត់ផុតពីកម្លាំងកម្មដែរសូម្បីតែព្រះពុទ្ធក៏មានបាបតាមឲ្យផលដែរអ្នកធ្លាប់បៀតបៀនជីវិតគេពីអតីតជាតិមកកើតមកក្នុងជាតិនេះក៏សម្បូរជំងឺហើយអាយុមិនវែងទេអ្នកធ្លាប់កឹបកេងទ្រព្យគេនាំឲ្យរកស៊ីមិនឡើងឬខាតលងចុងឬត្រូវបាត់បង់ភ្លើងឆេះទឹកលិចទៅចំណែកអ្នកដែលចូលចិត្តច្រណែននិន្ទាអ្នកដទៃកើតមកជាតិណាច្រើនមានគេស្អប់ទៅណាមកណាខ្សត់មិត្តសម្បូរសត្រូវរីឯអ្នកចូលចិត្តខឹងមួម៉ៅច្រើនកើតមកមានរូបមិនស្អាតមុខមិនស្រស់ដូចគេតែគួរចងចាំថារឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យរឿងកាន់តែអាក្រក់ឡើងផលកម្មចាស់គ្មានអ្នកណារត់គេចបានទេតែអ្នកអាចសាងកម្មថ្មីកម្មល្អដែលនាំឲ្យជីវិតបានប្រសើរឡើងវិញជោគវាសនាជីវិតអ្នកមិនពឹងផ្អែកទាំងស្រុងទៅលើកម្មចាស់ទេតែកម្មថ្មីកម្មបច្ចុប្បន្នមានឥទ្ធិពលខ្លាំងលើខ្សែជីវិតអ្នកបើអ្នកជួបរឿងមិនល្អចាត់ទុកថាជាផលនៃកម្មចាស់ទៅចុះខំប្រឹងដោះស្រាយហើយបើដោះហើយងើបឡើងដើរទៅមុខទៀត
សូមកុំស្ពាយផលកម្មចាស់នោះតាមខ្លួនយូរពេកធ្ងន់ណាស់បើវាឲ្យផលម្ដងហើយឲ្យវាកន្លងផុតទៅបើអ្នកមួម៉ៅនឹងវានឹងឧស្សាហ៍មករកអ្នកវិញមិនខានជៀសមិនរួចសុខទុក្ខសរសើរនឹងទាចំណេញខាតជោគជ័យបរាជ័យជួបនឹងព្រាត់ជារឿងធម្មតាគ្មានអ្វីចម្លែកទេរៀនទទួលយកទាំងពីរកុំធ្ងោពេកអីធ្ងោទៅបានតែកើតទុក្ខថែមបើជួបហើយដោះទៅដោះបានប៉ុណ្ណាយកប៉ុណ្ណឹងអ្វីមិនចេះតែបានតាមចិត្តរហូតទេទុកមិនទៀងដោយអ្វីផ្សេងទៀតដែរទុកសោកនឹងរឿងរ៉ាវមិនល្អទាំងឡាយដែលកើតឡើងហើយនឹងសាបរលាបទៅវិញបើអ្នកមិនសូវរំលឹករំលើកវារឿងណាហួសហើយអនុញ្ញាតឲ្យវាចាក់ចេញពីអ្នកទៅអ្នកអាចយកបញ្ហានោះជាបទពិសោធន៍ជីវិតតែកុំដាក់ខ្នោះខ្លួនអ្នកក្នុងគុកអតីតកាលឡើយព្រមឲ្យវាចាក់ចេញពីអ្នកទៅកុំខាត់វាឲ្យនៅក្នុងចិត្តអ្នកយូរពេកឡើយទុកខ្លាំងបើអ្នកបង្ខំឲ្យអ្វីគ្រប់យ៉ាងបានដូចចិត្តអ្នកប្រាថ្នាគ្រប់ពេលអ្នកនឹងរងទុក្ខខ្លាំងមិនខានព្រោះអ្វីកើតឡើងតាមហេតុរបស់វាមិនតម្រូវតាមចិត្តអ្នកចង់ទេប្រាថ្នាចង់បានល្អតែបើមិនបានក៏ត្រូវហ៊ានទទួលយកហើយប្រឹងដោះស្រាយទៅជីវិតគឺចឹងឯងរៀនទទួលយកការពិតទើបមិនសូវកើតទុក្ខខ្លាំងអ្នកខ្លះព្យាយាមយល់ពីអ្នកខ្លះទៀតមិនខ្ចីយល់ពីអ្នកទេទោះបីអ្នកប្រឹងពន្យល់យ៉ាងណាក៏ដោយព្យាយាមប្រាប់ពីគោលបំណងអ្នកបើគេមិនចង់យល់ទេក៏កុំខូចចិត្តអីលើโลกនេះមានប្រភេទមនុស្សអញ្ចឹងខ្លះដែរយើងមិនអាចបង្ខំគេឲ្យដូចយើងគិតបានទេរលកជីវិតម្នាក់តែងជួបរឿងល្អខ្លះមិនល្អខ្លះជារឿងធម្មតាទោះប្រឹងជៀសទៅណាក៏ជៀសមិនរួចរលកជីវិតតែងបក់បោកលើមនុស្សគ្រប់គ្នាមិនរើសមុខឡើយបើជួបហើយប្រឹងដោះទៅដោះឲ្យអស់ពីសមត្ថភាពអ្នកហើយរីករាយនឹងអ្វីដែលអ្នកអាចធ្វើបានមានយប់មានថ្ងៃមានឆ្វេងមានស្ដាំមានល្អមានមិនល្អជាសច្ចធម៌រៀនទទួលយកទាំងពីរទើបមិនសូវកើតទុក្ខខ្លាំងចិត្តអនាថាចិត្តរវើរវាយច្រើនស្មុគស្មាញច្រើនទុក្ខក៏ច្រើនដែរខឹងច្រណែនស្អប់ភ័យព្រួយបារម្ភស្ដាយប្រកាន់ហួងហែងលោភលន់ធ្វើ
ធ្វើឲ្យចិត្តអ្នកខ្វល់ខ្វាយច្រើនបើអ្នកបណ្ដែតបណ្ដោយតាមអកុសលទាំងនេះអ្នកនឹងមិនបានសុខទេភាពរស់រាយស្រស់ស្រាយមេត្តាករុណាខន្តីសន្តោសប្រោសប្រណីបញ្ញាស្មារតីនាំមកនៅភាពត្រជាក់ត្រជុំសម្រាប់ជីវិតសេរីសួស្តីមួម៉ៅសេរីរត់ចេញរីករាយវិញសេរីរត់ចូលរៀនរីករាយទទួលថ្ងៃថ្មីយ៉ាងហោចណាស់អ្នកនៅមានជីវិតរស់នៅបន្តមួយថ្ងៃទៀតមានដៃមានជើងមានក្រុមគ្រួសារមានការងារធ្វើរៀនរីករាយនឹងអ្វីដែលអ្នកមានហើយប្រឹងប្រែងបន្តតែបើជួបរឿងមិនល្អខ្លះក៏កុំមួម៉ៅពេកអីព្រោះបើមួម៉ៅទៅរឿងកាន់តែស្មុគស្មាញថែមជីវិតតែមានបញ្ហាខ្លះចឹងឯងទ្រាំទៅបើដោះហើយដើរហួសទៅមុខទៀតកុំស្ពាយវាសំពីងសំពងពេកមួម៉ៅច្រើនព្រោះចូលចិត្តទាស់ចិត្តច្រើនអ្វីមិនចេះតែបានតាមចិត្តអ្នកចង់រហូតទេត្រូវយល់បើអ្នកឃើញថាមិនសមអ្នកនៅតែថាស្ដីតែគួររៀបចំចិត្តគំនិតឲ្យបានល្អមុននឹងហាស្ដីរៀនទទួលស្គាល់ការពិតរៀនយល់ដឹងពីអធ្យាស្រ័យរបស់មនុស្សរៀនអនុញ្ញាតឲ្យគេខុសពីយើងរៀនព្រមថាអ្នកមិនអាចបង្គាប់បញ្ជារឿងរ៉ាវគ្រប់បែបយ៉ាងបានទេថ្ងៃមានរាសីថ្ងៃដែលចិត្តអ្នករីករាយថ្ងៃដែលអ្នកបានធ្វើល្អដោយកាយវាចាចិត្តថ្ងៃនោះជាថ្ងៃមានរាសីខ្ពស់អាស្រ័យលើបុណ្យដែលអ្នកបានសាងពីមុនមកនិងពេលឈានទៅមុខរឿងណាកន្លងហួសទៅហើយអនុញ្ញាតឲ្យវាចាក់ចេញពីអ្នកទៅកុំសូវរំលឹករំលើកវាអីនាំតែក្តៅក្រហាយចិត្តយកវាជាបទពិសោធន៍តែកុំដាក់ច្រវាក់ខ្នោះខ្នៀងខ្លួនអ្នកក្នុងគុកអតីតកាលឡើយអនាគតដ៏ភ្លឺស្វាងកំពុងរង់ចាំអ្នកបើអ្នកសម្រេចចិត្តចាប់ផ្ដើមសារជាថ្មីសន្សំភ្លើងអ្នកខ្លះសន្សំភ្លើងរាល់ថ្ងៃហើយចេះតែស្រែកថាក្តៅណាស់ភ្លើងកំហឹងភ្លើងច្រណែនភ្លើងគុំគួនភ្លើងស្ដាយភ្លើងភ័យភ្លើងរវើរវាយភ្លើងហួងហែងភ្លើងប្រកាន់ភ្លើងអំនួតបើភ្លើងនៅក្នុងចិត្តអ្នកច្រើនទោះបីនិមន្តលោកស្រោចទឹក100វ៉ាត់ទៀតក៏មិនត្រជាក់ដែរសម្បកក្រៅមិនអាចវាស់វែងសុខុមាលភាពផ្លូវចិត្តបានទេពិតណាស់ថារស់នៅត្រូវការទ្រព្យជាចាំបាច់តែទ្រព្យមិនអាចធានាសេចក្តីសុខទាំងស្រុងបានទេអ្នកមានទ្រព្យច្រើនគ្នានៅតែត្អូញត្អែពីទុក្ខសោករបស់ខ្លួនមានទ្រព្យផង
មានធម៌ផងទើបបានសេចក្តីសុខរៀនអប់រំចិត្តស្ដាប់ធម៌ធ្វើសមាធិបង្ហាត់ចិត្តឲ្យស្ងប់ជីវិតនឹងមានភាពត្រជាក់ត្រជុំច្រើនខកចិត្តវាកើតមកពីសេចក្តីប្រាថ្នារបស់យើងវាខ្ពស់ហើយដល់ពេលលទ្ធផលដែលបានមកវាទាបវាតិចអញ្ចឹងធ្វើឲ្យខកបំណងទៅឧទាហរណ៍ថាយើងចង់បាន 10000 តែបាន 5000 ចង់ឲ្យគេស្ដាប់យើងធ្វើតាមយើងឲ្យគេធ្វើមិនតាមចិត្តយើងចង់ឬក៏យើងជួយគេហើយអស់ពីចិត្តពីដើមស្រាប់តែអ្នកនឹងវាយប្រហារបកាច់ប្រខូចយើងវិញអញ្ចឹងខកចិត្តធ្លាក់ថ្លើមហ្នឹងយើងតើមានបញ្ញារៀនបញ្យល់ប្រាប់ខ្លួនឯងថាអ្វីវាមិនមែនចេះតែបានតាមចិត្តយើងចង់រហូតទេអញ្ចឹងហើយជីវិតនឹងវាមានពេលខ្លះបានពេលខ្លះមិនបានអញ្ចឹងឯងវាមាន up and down អញ្ចឹងយើងទទួលស្គាល់ថានឹងជាផលឧទាហរណ៍ថាយើងចង់បាន 10000 តែវាបាន 5000 ហ្នឹងជាផលហើយផលហ្នឹងវាកើតមកពីហេតុដែលនាំឲ្យបានផលនឹងប៉ុណ្ណឹងវាអត់អាចមានអីលើសពីហេតុដែលយើងបានសាងមកទេយើងសាងមកប្រហែលយើងបានមកប៉ុណ្ណឹងយើងប្រឹងប្រែងតស៊ូបុណ្យយើងមានប៉ុណ្ណឹងបុណ្យយើងមាន 5000 ណាអញ្ចឹងយើងទទួលស្គាល់ថាហ្នឹងវាជាផលនៃការប្រឹងប្រែងផលនៃបុណ្យរបស់យើងហើយយើងនៅខ្វះខាតចំណុចណាខ្វះខាតការប្រឹងប្រែងខ្វះខាតចំណេះជំនាញខ្វះខាតធនធានមនុស្សខ្វះខាតចំណេះវិជ្ជាហ្នឹងយើងបន្ថែមទៅបន្ថែមពីលើផលដែលយើងទទួលបានហ្នឹងយើងបដោះហេតុថ្មីដើម្បីទទួលបានផលថ្មីហើយបើយើងអង្គុយមួម៉ៅក្តៅក្រហាយជេរបន្តិចមកពីវាមកពីចេះមកពីចុះអាហ្នឹងយើងដូចអង្គុយជេរផលហ្នឹងស្រូវហ្នឹងវាបាន1ហិកតាវាបាន3តោនអញ្ចឹងចាឧទាហរណ៍ហើយយើងអង្គុយជេរផលហ្នឹងផលវានៅតែ3តោនអញ្ចឹងដែរលេបើយើងចង់បានផលថ្មីវាតតែយើងមានបច្ចេកទេសថ្មីដើម្បីបានផលថ្មីហ្នឹងអាហ្នឹងយើងប្រឹងប្រែងទៅយកអ្វីដែលមានហ្នឹងអ្វីដែលមានហ្នឹងជាមូលដ្ឋានសម្រាប់អភិវឌ្ឍផលថ្មីទៀតអ្នកខ្លះទម្លាប់ចិត្តហ្នឹងគេថានិយាយអីចង់បានអីហ្នឹងចង់បានភ្លាមឲ្យគេធ្វើហ្នឹងគឺធ្វើម៉េចឲ្យតែធ្វើតាមចិត្តខ្លួនឯងបើមិនធ្វើហ្នឹងគឺមួម៉ៅញីញ័រតក់កុហលហើយតែទម្លាប់ចឹងយូរទៅវាធ្វើឲ្យពុះកជ្រោលរលរែកហើយយើងអត់មានសមត្ថភាពគ្រប់គ្រងរលករំញ័រផ្លូវចិត្តនឹងបានអានឹងប៉ះពាល់ដល់សុខភាពផ្លូវកាយផងសុខភាពផ្លូវចិត្តផងយើងទៅជារវើរវាយរហូតដល់អ្នកខ្លះគេមិនលក់គិតវិលខ្ញាល់នៅក្នុងចិត្តនឹងទៅប៉ះពាល់ដល់សុខភាពផ្លូវកាយចិត្តនឹងក៏មួម៉ៅយូរទៅជាលែងអាចគ្រប់គ្រងស្ថានភាពផ្លូវចិត្តបានរហូតដល់មានជំងឺទៀតផងដោយសារអន្សំចង់បានអីហើយចង់ភ្លាមឲ្យបានដូចចិត្តហើយអត់ចេះព្រមទទួលស្គាល់ការពិតថាវាមិនមែនចេះតែបានតាមចិត្តយើងចង់ទេយើងប្រាប់គេមិនមែនចេះតែតាមយើងភ្លាមធ្វើបានភ្លាមផ្លែតបានទេវាតចេះទទួលស្គាល់ថាហ្នឹងឯងមនុស្សវាមិនមែនបានដូចចិត្តយើងគិត100តាំង100ទេប្រាប់ទៅណែនាំទៅខុសឆ្គងបដៅទៅធ្វើប្រាប់100ធ្វើបាន50 60 70ហ្នឹងស្ដីបដៅថាហើយដឹងអំពីឧបនិស្ស័យរបស់មនុស្សនឹងវាអញ្ចឹងយើងមិនអាច
bậc khom đam tháo ở đôi đam đồ bán ấy pui khía pui đam tháoอย่างnam mình nè nó với miền upạ để xài nó xem cái này màu chẳng nơi ta nai nom thay tom thả đam cá đam chứa nơi ta soiទឹកđại chi chẳngប៉ុន្តែមិនអង្គុយជេរដើមថ្នោតដើមដូងឬក៏ដំណាំហ្នឹងឯងមើលថែសម្អាតជួយទំនុកបំរុងឲ្យមនុស្សហ្នឹងបានល្អប្រសើរហើយតើតែយើងរៀនទទួលស្គាល់អញ្ចឹងទទួលស្គាល់ថាវាមិនមែនចង់អីត្រូវតែបានហើយដល់ពេលវាមិនបានវាផ្ទះអង្សាគាត់កើតទុកតែខ្លួនឯងហ្នឹងឯងដែលរៀនទម្លាក់ខ្លះទម្លាក់ហ្នឹងមិនមែនបានន័យថាមិនឲ្យចង់បានទេយើងកំណត់ដឹងថាវាមានហេតុគ្រប់គ្រាន់ទើបវាបានអញ្ចឹងបើយើងអត់បានណែនាំបានត្រឹមត្រូវការព្យាយាមយើងវាមិនទាន់ដល់ប៉ុនយើងវាមិនគ្រប់វាអត់បានទេដេកកើតទុកពិបាកចិត្តបោកក្បាលអញ្ចឹងទៀតវាមិនបានផងតើឡើយយើងទទួលថាហ្នឹងហើយវាមិនទាន់គ្រប់មកហើយហេតុមិនទាន់គ្រប់ទើបវាមិនបានអញ្ចឹងប្រឹងតទៅទៀតទៅបន្តិចទៀតទៅបានប៉ុណ្ណឹងទទួលចាំបាន100ប៉ុន្តែបាន80ប្រឹងទៅទៀតទៅរៀនទម្លាក់ខ្លះអញ្ចឹងទើបយើងមិនសូវកើតទុកខ្លាំងកំហុសជាសាមញ្ញជនអ្នកណាក៏មានកំហុសដែរតែសំខាន់ថាតើចេះទទួលស្គាល់កំហុសហើយកែប្រែវាឬទេអ្នកព្យាយាមបិទបាំងកំហុសខ្លួនឯងគឺជាមនុស្សអន់ចំណែកអ្នកធ្វើខុសហើយប្រកែកយកត្រូវជាមនុស្សមហាអន់ត្បិតថាកំហុសធ្វើឲ្យអ្នកឈឺចាប់មែនតែវាបានប្រាប់អ្នកពីចំណុចខ្វះខាតហើយអ្នកអាចយកវាជាមេរៀនដ៏សំខាន់សម្រាប់អភិវឌ្ឍខ្លួនឯងឲ្យបានប្រសើរនៅពេលក្រោយបើធ្វើខុសហើយត្រូវតែហ៊ានទទួលស្គាល់កំហុសហើយកែប្រែវាទៅហើយក៏គ្មានប្រយោជន៍អ្វីនឹងដេកក្តៅក្រហាយស្ដាយក្រោយឡើយព្រោះបើស្ដាយទៅក៏គ្មានកែអ្វីកើតដដែលម្យ៉ាងទៀតបើមានអ្នកណាហ៊ានប្រាប់កំហុសអ្នកគួរអរគុណគេទោះបីគេប្រាប់ដោយពាក្យល្អឬពេលខ្លះមិនល្អក៏ដោយមនុស្សបានប្រសើរខ្ពង់ខ្ពស់ដោយបានរៀនសូត្រពីកំហុសខ្លួនឯងនិងពីកំហុសអ្នកដទៃតើរៀនទូស្គាល់ថាពិតថាជីវិតហ្នឹងអញ្ចឹងខ្ញុំជួបរឿងខ្ញុំគេជួបរឿងគេហើយมันអាចដូចគ្នាទេជីវិតហ្នឹងថ្ងៃហ្នឹងអាត្មាអានសិភៅឈានទៅមុខបន្តសិភៅអប់រំចិត្តដល់អត្ថបទមួយនិយាយពីមេរៀនបើអ្នកសម្រេចចិត្តខុសចាត់ទុកថាជាបទពិសោធន៍ជាមេរៀនសម្រាប់ថ្ងៃក្រោយគ្មានអ្នកណាមិនធ្លាប់ខុសទេក្មេងធ្លាប់ដួលរាប់សិបដងទម្រាំចេះដើររឿងមិនល្អធ្វើឲ្យអ្នកឈឺចាប់តែវាជួយអ្នកឲ្យមើលបញ្ហាបានច្បាស់ជាងមុនស្គាល់មនុស្សប្រកបជាងមុនអានឹងវាធម្មតាអ្នកណាក៏ធ្លាប់ខុសដែរប្រៀបដូចថាក្មេងជិះកង់ដួលអញ្ចឹងដួលឲ្យងើបរហូតវាចេះជិះមែនតែនអញ្ចឹងតែអង្គលីមៀធ្លាប់ធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរមែនតែនប៉ុន្តែលោកបានទទួលឱវាទពីពុទ្ធហើយកែប្រែកំហុសបានក្លាយទៅជាព្រះអរហន្តអញ្ចឹងយើងរកស៊ីខាតយើងជួបមនុស្សមិនល្អគេបោកប្រាស់អីចឹងទៅអានឹងជីវិតហ្នឹងវាអញ្ចឹងវាមានពេលខ្លះបាបឲ្យផលជួបរឿងមិនល្អអញ្ចឹងតើយើង
ចាត់ទុកថាហ្នឹងជាមេរៀនជីវិតហើយធ្វើឲ្យយើងប្រយ័ត្នប្រយែងថ្ងៃក្រោយមុននឹងជឿពិចារណាឲ្យច្បាស់ហើយមានបញ្ហាកុំឲ្យសម្រេចចិត្តលឿនពេកទាំងកំហឹងអាហ្នឹងនាំឲ្យមានកំហុសមានវិប្បដិសារៈអត្ថបទមួយទៀតនិយាយពីបាបចាស់តាមច្បាប់កម្មផលយើងម្នាក់សុទ្ធតែធ្លាប់សាងបាបកម្មខ្លះពីអតីតជាតិមកពេលបាបចាស់ឲ្យផលក៏ជួបរឿងមិនល្អជួបបញ្ហាទោះខំរត់ទៅណាក៏រត់មិនរួចសូម្បីព្រះពុទ្ធក៏មានបាបតាមឲ្យផលដែររឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យរឿងកាន់តែអាក្រក់ឡើងហ្នឹងបើយើងនិយាយពីច្បាប់កម្មផលយើងវាសុទ្ធតែធ្លាប់ធ្វើបាបខ្លះធ្វើបុណ្យខ្លះពេលខ្លះបុណ្យឲ្យផលជួបរឿងល្អទៅពេលបាបឲ្យផលរស់ស៊ីខាតទៅគ្រោះថ្នាក់ចរាចរណ៍ទៅគេបោកអីចឹងទៅអាហ្នឹងវាមានពេលដែលបាបឲ្យផលអញ្ចឹងហើយបើក្នុងពុទ្ធសាសនាសំដែងថារឿងបាបកម្មហ្នឹងធ្វើឲ្យរត់ទៅណាក៏រត់មិនរួចទៅកដាលសមុទ្រទៅលើអាកាសទៅកោចូលក្នុងរូងភ្នំក៏បាបហ្នឹងតាមឲ្យផលផ្ទាល់តែបានសូម្បីតែពុទ្ធក៏ដោយអញ្ចឹងយើងកំណត់ដឹងអញ្ចឹងទៅថាហ្នឹងយើងមានបាបកម្មចាស់ខ្លះអញ្ចឹងជួបឲ្យដោះស្រាយហើយទៅមុខទៀតកុំសំពីសំពងអាហ្នឹងទើបមិនសូវធ្ងន់ណាអត្ថបទមួយទៀតនេះនិយាយពីចម្ពាក់គេមកសេរីអត្ថបទនេះសិតតែនិយាយពីកម្មផលចម្ពាក់កម្មគេដល់ពេលត្រូវសងគេវិញដំណើរក្នុងវដ្តសង្សារនេះមិនដឹងថាអ្នកធ្លាប់ចម្ពាក់កម្មពីអ្នកណាខ្លះដល់ពេលវេលាសមគួរអ្នកត្រូវទូទាត់កម្មឲ្យគេវិញហើយថែមទាំងឲ្យការគេផងអានឹងដូចខ្ចីលុយធនាគារអញ្ចឹងនឹងតែឲ្យការគេថែមពេលបាបឲ្យផលរួចហើយកម្លាំងបាបនោះក៏ធូរស្បើយខ្លះដែរតែបើអ្នកកើតទុកមួម៉ៅនឹងរឿងអាក្រក់នោះបាបនោះនឹងកើនកម្លាំងថែមឡើងវិញក្នុងអត្ថបទហ្នឹងចង់និយាយពីថាបាបកម្មយើងធ្លាប់លួចគេម្ដងយើងធ្លាប់សម្លាប់ប៉ះពាល់ជីវិតគេម្ដងដល់ពេលផលមកវិញដូចយើងយកដូងទៅដាំអញ្ចឹងមិនមែនបានមកផ្លែមកវិញទេបានច្រើនធ្លាយច្រើនផ្លែអានឹងដូចក្នុងរឿងពុទ្ធសាសនានិយាយពីលោកតាម្នាក់យកជាមទៅអាកដើម្បីយកសាច់មកទទួលភ្ញៀវគាត់ណោះហើយជាមនឹងសើចលួតឆាត់កឆេងហើយស្រាប់ប្រសក់ទឹកភ្នែកឯតានឹងសួរថាម៉េចបានម្ដងសើចម្ដងយំជាមនឹងឆ្លើយថាខ្ញុំសើចពីព្រោះខ្ញុំរួចផុតពីកំណើតសត្វដេរិឆានរួចផុតពីកម្មហ្នឹងហើយខ្ញុំត្រូវគេសម្លាប់499ដងហើយជាតិហ្នឹងជាជាតិទី500ហើយរួចពីហ្នឹងទៅខ្ញុំផុតពីកំណើតជាសត្វដេរិឆានហើយចូលហេតុអីបានជាជាមឯងយំជាមហ្នឹងឆ្លើយថាខ្ញុំយំព្រោះអាណិតលោកតាឯងណាពីព្រោះខ្ញុំពីដើមក៏ធ្លាប់សម្លាប់សត្វជាមដោយលោកតាឯងដែរដោយសារខ្ញុំសម្លាប់ហ្នឹងបានខ្ញុំត្រូវធ្លាក់នរកឲ្យមកកើតជាសត្វជាមហ្នឹងត្រូវគេសម្លាប់499ដង500ទាំងជាតិហ្នឹងអញ្ចឹងតានឹងគាត់ភ្ញាក់ស្មារតីអញ្ចឹងខ្ញុំគាត់ស្មារតីគាត់ទៅចង់ទាញត្រឡប់មកវិញថាជាមហ្នឹងសម្លាប់គេម្ដងប៉ុន្តែដល់ពេលត្រូវគេសម្លាប់វិញ500ដងទាំងជាតិហ្នឹងអញ្ចឹងបាបកម្មហ្នឹងវាមានពេលខ្លះឲ្យផលអញ្ចឹងហើយឲ្យផលពេលខ្លះផ្ទួនគ្នាអត់ដូចគ្នាទេជីវិតហ្នឹងបិទថាកើតមកក្នុងផ្
ផ្ទៃម៉ែតែមួយប៉ុន្តែវាសនាជីវិតរឿងរ៉ាវមិនដូចគ្នាអញ្ចឹងយើងទទួលស្គាល់ថាជីវិតហ្នឹងអញ្ចឹងហើយកំណត់ដឹងថាវាមានហេតុអញ្ចឹងបានវាជួបរឿងអញ្ចឹងហើយយើងសន្សំបុណ្យសន្សំកុសលជាទីពឹងទៅក្នុងលោកខាងមុខទៀតទៅក្នុងពេលខាងមុខទៅមិនចាំបាច់ថាជាតិក្រោយទេធ្វើល្អបច្ចុប្បន្នក៏បានផលបច្ចុប្បន្នដែរយើងកុំឲ្យដេកកើតទុកចំពោះរឿងមិនល្អដែលកើតឡើងនឹងពីព្រោះដេកកើតទុកទៅវាធ្វើឲ្យបាបហ្នឹងកើនកម្លាំងឡើងវិញទេមិនបាបនឹងថយទេអាត្មានឹងអានសភៅអប់រំចិត្តឈានទៅមុខបន្តទៀតនេះដល់អត្ថបទមួយទៀតនិយាយពីមិនមែនទ្របអ្នកបើជាទ្របអ្នកមិនងាយបាត់បង់ទៅណាទេតែបើមានបាបកម្មពីមុនមកទ្របនៅនឹងមុខក៏យកមិនបានឬក៏ត្រូវបាត់បង់ទៅវិញបើអ្នកប្រឹងថែអស់ពីសមត្ថភាពហើយវានៅតែបាត់បង់មានន័យថាវាដល់ពេលត្រូវទៅហើយវាមិនមែនជារបស់អ្នកទេស្លឹកឈើពេលវាទុំវាត្រូវតែជ្រុះទោះបីអ្នកខាត់អង្វរក៏វាមិនស្ដាប់ដែរអានឹងក្នុងន័យមួយដូចថាបើយើងថែរក្សារបស់ហ្នឹងវាអស់ពីចិត្តពីចង់ហើយវានៅតែបាត់អាហ្នឹងយើងត្រូវទទួលស្គាល់ថាខ្ញុំប្រឹងថែអស់ហើយបើយើងមិនបានថែឲ្យបាត់អាហ្នឹងមកពីយើងបាបបច្ចុប្បន្នមិនមែនបាបអតីតទេវាផ្សំគ្នាដែរហ្នឹងណាខ្ញុំគណថាភាពធ្លាប់ចាំរឿងមួយពីមុនសម័យលោកពោតញោមហ្នឹងគាត់នឹកថាគាត់ចេញពីភ្នំពេញគាត់អត់យករបស់របរអីច្រើនទេពលពតគេដេញឲ្យចេញពីភ្នំពេញគាត់គិតទៅពីលក់របស់លក់របរយកលុយពីព្រោះលុយវាស្រាលយករបស់អីវាធ្ងន់អញ្ចឹងគាត់ដាក់លុយទាំងកបោបទាំងបេយកទៅតាមខ្លួនគាត់ពេលចេញពីភ្នំពេញពលពតគេប្រកាសថាគេឈប់ចាយលុយហើយគ្រាន់តែដឹងថាគេឈប់ចាយលុយប៉ុណ្ណឹងគាត់ខូចសតិទៅមុខលេងរួចដូចថាសរសៃប្រសាទហ្មងរហូតដល់ថ្នាក់ក្រុមគ្រួសាត្រូវបោះបង់គាត់ចោលពីព្រោះយកទៅអត់កើតអាហ្នឹងដូចថាវាដល់ពេលទ្របនៅនឹងមុខស្រាប់តែវាខ្សែខ្លាយទៅជារបស់អស់តម្លៃលីងហ្មងអានឹងដល់ពេលបើនិយាយក្នុងកម្មមានន័យថាបុណ្យដែលយើងត្រូវសោយផលទ្របនឹងអស់ដល់អញ្ចឹងទ្របនឹងទៅជារបស់អត់បានការនៅសម័យពុទ្ធកាលក៏មានដែរបើគាត់សំទ្របមាសពេជ្រទៅស្រាប់តែចុងក្រោយរបស់នឹងបែរទៅคล้ายទៅជាធ្យូងទៅវិញទៅនេះអត្ថបទមួយទៀតពិចារណាមិនបានល្អអាចថាអ្នកមិនបានពិចារណាឲ្យបានល្អិតល្អន់មិនបានសួរគេឯងឲ្យបានច្បាស់លាស់ចំណេះដឹងមិនគ្រប់គ្រាន់ធ្វើឲ្យគេបោកអ្នកបានឬត្រូវខាតបង់ទៅថ្ងៃក្រោយត្រូវចាំទុករៀនគិតគូរឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តណាហើយចុះបើវាខុសទៅហើយឲ្យវារួចទៅចុះចាប់ផ្ដើមសារជាថ្មីអានេះគំនិតក្មេងខ្ចីពេលខ្លះយើងភ្លាត់ស្នៀតយើងឆាប់ជឿគេយើងមើលឃើញគេអាហ្នឹងយើងបានដែរដាក់ពុបឡងចង់ទៅអាហ្នឹងវាជាការធ្វើប្រហែសក្នុងបច្ចុប្បន្នក្នុងធម៌លោកហៅថាបយោគវិបត្តិមានន័យថាសកម្មភាពបច្ចុប្បន្នហ្នឹងអត់ល្អការធ្វើប្រហែសបញ្ញាស្មារតីមិនគ្រប់គ្រាន់មិនបានខ្សែគប់កល្យាណមិត្តឲ្យបានត្រឹមត្រូវសម្រេចចិត្តខុសអាហ្នឹងវាត្រូវតែទទួលស្គាល់ថាវាខុសហើយខ្ញុំកណាត់ថាភាពធ្លាប់ជួប
ôn khá đài bao ở chi vừa cam hỏi đi thao vì lòng trống còn giờ lời bụng mà đại chứ nào nè buồn đọc mơn là chẳng tới còn đọc bao tới dương ở miền Bắc vì sao dương ở Scotty xa dương ở miền tầm nhẹ tầm non cho mùi vậy thì chun thầm thở đùa đã đùa khôi chất thấy nó áo của sao và nâng túc lối có khát chất có khối trong khối cao chìm ngư xài sạt thiệt nâng của nạ về thở tập lệ nâng ai mà đai phục nâng miền giờ tôi giờ bay câu này tới bên tay câu nâng áo cầm học nâng mình phom bờ lệ bố mình phom bờ lệ cô biết thở ta khát hái buồn đọc mơn là nâng ở hái miền bạn này mà với cả tục bần đá có vẻ ở đây ngày đó mà phiệp nâng an sật phờ chiên từ mục phờ ập rung chặt bật to tiệt vào ní tập bọt mũi dây bị cha ra ná mình bàn lọ ai tha nẹ mình bàn bị cha ra ná bàn đặt lón mình bàn xua kia ấy bàn chỉ bảo lúa chùm này đăng mình cục cồn vừa ở kia bọc nẹ bàn rứ trời khát bằng từ ngày cõi trời chăm tục riêng kịch cùi bàn là ẩn ón muôn nâng xâm ra chất nài cho bao việc khó tới hỏi ôi vì rủi tới cho chạp ở đám xa chỉ thầm mây mà mấy tập bọt nâng gì vì thầy dương vì nơi mình chạy trên này đăng bập bị sáu hỏi cô chạp ở đám một là bò ca nghe tới về thời khát về thời bằng vì chỉ thọ mà đã về tay tình chẳng ai chẳng dương vô vậy để chua bật tẹt nó chỉ mua lực tham này cả sự mẹ chặt bê khỏi ấy nhưng tới mục tiết cũng đi ảo của sau rường mình lọ nó vừa dưỡng tới bụng mình ngại vậy nên ăn tới bọn mới tiết vậy bị cầm hò cầm hắn vừa ấy nè sầm rạch chặt khó nị dây chúa nòm ở khối khát bởi giàu chỉ bật thôi chốn tay khó khá chỉ thọ mà đá bà khó hỏi trời chết từ tù cùng học rùi cài khuôn làng vinh cùng đi đài ấy ngợp lãng rùi bắn tó từ mục tiệt nẹ chết cài bài cùng học bà bốt chặt túc thả chia bẩn địch chìm thời chốn nó vừa miền là về khăn tụng bàn có vậy xem đầy chua mình thà tại nhôm nơi cục cột té tại nẹt bùa nó có về khác có nơi mình ai rẽ xa chặt nâng bàn chẳng khó xong tốt ghê tới nhom cần áo vừa chua mà về hai chẳng xong cả mà tốt xong một phải tốt hay ta cả này dương che từ tu cùng hó chỉ tu tư đôi ta khi kỳ mà kháng tiết kia sao thì cầm hăng là ngay để vì đại vì chạy kháng là về để dương khâu hỏi dương cài dương kịch cài về vừa tới là nó đôi chạ sang châu lường chẳng cả đại à ấy to là họ cả lại chọc chẳng từ ai thưa tầm nào từ một tiết bầm trắng nó quên khăn cung sọp cái này ai nhưng mà khóc xong tô hết nhóm người chua nhóm từ tu cùng họ nâng cả còn có bảo nhóm men nâng hay dương cái bài luôn tới nâng bạn dương từ một bàn ngày cũng đi áo cùng họ nâng ní ăn từ bọt một tiết dây pi sromau tây tất cả còn tại chia srom màu ri ai vượt đệ xả rạ chia bầy sái tam luồng mình lại nè tam pít tây tất cả ban rồi luật bắt từ hơi cùng cờ lệ mưa bía nhật nhỏ pê bảo miền pê khla viêm một luồng nè trời cầm nọt đằng thà vì chia bầy sái tê vì mình mến chỉ mất nè tê hai pha chất đồ rắm
មកគិតរឿងផ្សេងធ្វើរឿងថ្មីជជែករឿងថ្មីលទ្ធផលក៏បានថ្មីដែរនៅក្នុងធម៌ដូចជាមួយនឹងការអប់រំទូទៅដែរខណៈចិត្តដែលរលត់ទៅគឺបាត់ហើយជាចិត្តក្នុងអតីតលែងមានទៀតហើយប៉ុន្តែការក្តៅក្រហាយកុកបច្ចៈក្នុងភាសាអភិធម្មភាសាយើងប្រើរាល់ថ្ងៃហើយវុបដិសារៈឬក៏វុបដិសារីដែលយើងធ្លាប់ដឹងមកអានឹងវាមកតាមអុចយើងឲ្យក្តៅហើយអ្នកដែលមិនបានធ្វើទុកចិត្តត្រូវទំនងគិតទៅពីក្តៅក្រហាយតែប៉ុន្តែរឿងហ្នឹងវាហួសហើយតាបើវាមកម្លងម្ដងកំណត់ដឹងថាអូកុកបច្ចៈហ្នឹងវាបដិសារៈហ្នឹងវាជាខ្មោចទេមិនមែនជាមិត្តដែលយើងត្រូវដេកអោបទេអញ្ចឹងតើដូរអារម្មណ៍មកគិតរឿងថ្មីនិយាយរឿងថ្មីធ្វើរឿងថ្មីលទ្ធផលក៏បានថ្មីដែរនេះអត្ថបទមួយទៀតនិយាយពីទោសនៃសង្សារវដ្តអវិជ្ជាធ្វើឲ្យមនុស្សសត្វវិលវល់ក្នុងវដ្តសង្សារនឹងនាំឲ្យធ្វើអំពើខុសឆ្គងដោយកាយវាចាចិត្តបើត្រូវដាក់កំហុសត្រូវដាក់ទោសលើវដ្តសង្សារដែលធ្វើឲ្យសត្វលោកវង្វេងចូលខំប្រឹងសន្សំបុណ្យកុសលដើម្បីជាយានឲ្យបានរួចផុតពីទុក្ខក្នុងសង្សារវដ្តអានឹងក្នុងធម៌ជ្រៅទៅតែអ្នកដែលគ្រប់គ្រងសង្សារវដ្តនេះអវិជ្ជានឹងវាជាមេនៃសេចក្តីទុក្ខគ្រប់បែបយ៉ាងហើយវាពវល់យើងឲ្យជេរឲ្យលួចឲ្យឆក់ឲ្យប្លន់អីទាំងអស់ហ្នឹងហើយទោសហ្នឹងគឺទោសអវិជ្ជាដែលជាអ្នកគ្រប់គ្រងសង្សារវដ្តហ្នឹងអញ្ចឹងព្យាយាមសំបុណ្យសំបញ្ញាដើម្បីជាស្ពានជាស្បៀងធ្វើដំណើរចេញឲ្យផុតពីសង្សារវដ្តហ្នឹងកុំខឹងកុំស្អប់កុំគុំអ្នកណាអីយើងទាំងអស់គ្នានឹងសិតតែជាអ្នកទោសសង្សារវដ្តដូចគ្នាទេនេះអត្ថបទមួយទៀតនិយាយពីអនត្តាបើនិយាយដោយបរមត្ថគ្មានអ្វីជារបស់យើងឬជាខ្លួនយើងទេដែលយើងហៅថាអនត្តារូបក្តីចិត្តក្តីកើតរលត់ទៅតាមហេតុរបស់វាជាដំណើរនៃធម្មជាតិសុទ្ធសាធការយល់ច្រឡំដោយអវិជ្ជាថាមានយើងមានគេនាំឲ្យមានការប្រកាន់ហួងហែងដែលជាហេតុនៃសេចក្តីទុក្ខទាំងឡាយរៀនលះបង់នៅសេចក្តីប្រកាន់ថាមានខ្លួនអ្នកនឹងបានស្រាលពីទុក្ខទាំងពួងនឹងធរជ្រៅហើយដូចថាសង្ខារស្អីស្អីទាំងអស់រួមទាំងយើងរួមទាំងគេរួមទាំងពិភពលោកខាងក្រៅហ្នឹងវាកើតពីហេតុពេលណាមានហេតុវាដូចជាគៀងដែលមាននៅសល់ប្រេងអញ្ចឹងជាគៀងក៏ឆេះទៅពេលណាអស់ប្រេងក៏រលត់ទៅយ៉ាងណាជីវិតយើងក្តីជីវិតគេក្តីតើមានហេតុទើបអាចនៅបន្តបានឬក៏តើមានហេតុទើបមនុស្សនឹងអាចទៅនិយាយទៅធ្វើល្អធ្វើអាក្រក់ហ្នឹងវាមានហេតុគ្រប់គ្រាន់វាជំរុញមកយើងអាចមករៀនមកស្ដាប់ធម៌នេះបានក៏មានឧបនិស្ស័យសន្សំមកហើយអ្នកដែលទៅជេរគេនឹងក៏មានឧបនិស្ស័យសន្សំមកដើម្បីជេរគេហើយសន្សំបាបថ្មីដោយខ្វះការសែបគប់ខ្វះការពិចារណាជាដើមហើយយើងមានហេតុឧបនិស្ស័យពីអតីតមកបានសែបគប់ល្អទៀតហើយក៏បានស្ដាប់បានរៀនបានយល់អំពីធម៌អាហ្នឹងយើងសំបុណ្យទៅអញ្ចឹងវល់សង្ខារហ្នឹងគឺ
មិនថិតនៅក្រោមការបង្គាប់បញ្ជារបស់យើងហើយលះបង់ការប្រកាន់បន្តិចម្ដងទើបយើងបានធូរស្បើយពីសេចក្តីទុក្ខនេះអត្ថបទមួយទៀតសារជាថ្មីបើកឡានពេលខ្លះគង់ហួសផ្លូវត្រូវត្រឡប់ក្រោយវិញរឿងក្នុងជីវិតក៏ដូចគ្នាពេលខ្លះអ្នកសម្រេចចិត្តខុសនាំឲ្យខូចខាតប្រយោជន៍បើខុសកុំចាំបាច់កើតទុកយូរពេកអីចាប់ផ្ដើមសារជាថ្មីតែបើថាយឺតបន្តិចមែនតែគង់ប្រសើរជាងដេកយំហើយមិនបានធ្វើអ្វីសោះថ្នាំល្វីងតែធ្វើឲ្យជាជំងឺបញ្ហាជារឿងលំបាកតែវាធ្វើឲ្យអ្នកស្គាល់ពិភពលោកកាន់តែច្បាស់អានឹងវាធម្មតាបើញាតិញោមធ្លាប់បើកឡានដឹងឈុលឈួហួសផ្លូវហើយទៅត្រឡប់មកក្រោយវិញទៅយើងទៅឆ្លោះមិនបានបើវាហួសដែរហើយរឿងក្នុងជីវិតហ្នឹងក៏អញ្ចឹងដែរវាមានពេលខ្លះជ្រុលជ្រោះខូចខាតទៅចឹងគុំដេកកើតទុកយូរពេកអីត្រឡប់ក្រោយចាប់ផ្ដើមម្ដងទៀតអាហ្នឹងទើបវាស្រាលខ្លួនបើយើងនៅអោបហ្នឹងវាធ្ងន់ណាស់ហើយវាកើតទុកខ្លួនឯងនឹងឯងចម្រើនពរញាតិញោមអាត្មានឹងអានសភៅអប់រំចិត្តឈានទៅមុខបាទហើយនឹងជាមួយនឹងការអธิบายខ្លះបាទនេះដល់អត្ថបទមួយនិយាយពីជៀសមិនរួចថាអ្នកណាក៏មានបញ្ហាដែរទៅណាក៏គេចមិនរួចជារឿងធម្មតានៃជីវិតសុខទុក្ខចំណេញខាតជួបប្រត់ជាសច្ចធម៌មិនអាចប្រកែកបានបើជួបហើយប្រឹងដោះទៅបើដោះហើយដើរទៅមុខទៀតកុំសូវទូលរឿងសំពីសំពងពេកធ្ងន់ណាស់ទៅមុខមិនឆ្ងាយទេអានឹងនិយាយពីដូចថារឿងអ្នកណាក៏មានដែរហើយញាតិញោមខ្លះគឺត្អូញត្អែអើយពិបាកណាមិនក៏ជួបទុកច្រើនជាងគេអាហ្នឹងវាធម្មតាទេវាអ្នកនេះជួបរឿងនេះអ្នកនោះជួបរឿងនោះបើយើងមានសម្ពាធបន់ច្រើនទៅយើងជួបរឿងល្អច្រើនបើយើងខ្វះបន់ទៅវាជួបបញ្ហាពិបាកអាហ្នឹងរឿងសត្វលោកហ្នឹងវាសំសម្ពាធកម្មផ្សេងគ្នាអញ្ចឹងអាហ្នឹងវាធ្វើម៉េចដោះស្រាយទៅយើងទៅត្អូញទៅត្អែទៅគោគេមិនបានជួយអីមករែកពុនទុករបស់យើងបាននេះដែរវាមានតែយើងខំដោះស្រាយខ្លួនឯងនឹងឯងទុកនឹងដូចនាងបដាចាអញ្ចឹងទុកងុនទៅប៉ុន្តែចុងក្រោយលោកប្រឹងឈររឹងប៉ឹងដោះស្រាយបញ្ហាបានជាព្រះអរហន្តតីសាវករបស់ព្រះពុទ្ធទៅហ្នឹងតើថាទទួលស្គាល់នឹងជីវិតហ្នឹងវាអញ្ចឹងហើយលះបង់ការប្រកាន់អាហ្នឹងទើបមិនសូវកើតទុកខ្លាំង